ចាសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូនេះគឺសាច់ថ្មីម្ដងទៀតចានេះគឺអ្នកគ្រូមានលំហាត់ទៅតងជាមួយនឹង Swift កម្រិតខ្ពស់របស់យើងចែកសម្រាប់បងប្អូនទាំងអស់គ្នាដែលលំហាត់របស់យើងគឺជាលំហាត់ប្រតិបត្តិក្នុងសភៅពុំរបស់យើងហ្នឹងឯងគឺថាយើងមាន SN របស់យើងស្មើនឹង4ដក AN ដកនឹង1ចែកជាមួយនឹង2ស្វេគុណ N ដក2ហើយ N របស់យើងជារបស់ N ធំណាចាប់ពី1ឡើងទៅហើយជាផលបូក N តួដំបូងនៃ Speed AN ចា SN គេឲ្យហ្នឹងគឺតាមឲ្យផលបូក N តួដំបូងនៃ Speed AN អញ្ចឹងក៏ឲ្យយើងកំណត់តំណែងកំណត់រវាង AN បូក1ជាមួយនឹង AN អញ្ចឹងដើម្បីកុំឲ្យខាត់ពេកណាអ្នកគ្រូសូមធ្វើការកែតែម្ដងទៅអញ្ចឹងតោះចម្លើយជាមួយគ្នាទាំងអស់គ្នាហើយយើងក៏កំណត់ហើយយើងកំណត់ទំនាក់ទំនងកំណើនរវាង AN បូក1ហើយនឹង AN ចាចុះសមត្ថកម្មយើងមានតែមួយទេគឺ SN អញ្ចឹងយើងយកសមត្ថកម្មដែលយើងស្គាល់នឹងយកមកប្រើមកគេនឹងថាយើងមាន SN របស់យើងស្មើជាមួយនឹង4ដក AN ដក1លើ2ស្វេគុណ N ដក2ចាអញ្ចឹងបើសិនកាលដែលយើងស្គាល់ SN យើងប្រកាសអាចរក AN បូក1ឃើញឬ AN នឹងឃើញហើយណាអញ្ចឹងបើសិនយើងចង់រក AN បូក1របស់យើងប្រើតាមតែរបស់យើងណា AN បូក1គឺមកពី SN បូក1របស់យើងដកជាមួយនឹង SN អញ្ចឹងឥឡូវគឺយើងមាន SN នេះបងប្អូនគ្រាន់តែរក SN បូក1ទៅគឺយើងអាចឃើញហើយណាអញ្ចឹង SN បូក1របស់យើងគឺយើងអាចសេបានស្មើជាមួយនឹង SN បូក1មានថា4នៅតែដល់ពេលកន្លែងមានថាកន្លែងណាមាន N គឺយើងត្រូវជំនួសវាទៅជា N បូក1ទាំងអស់ណាអញ្ចឹងកន្លែងនេះគឺអាចទៅសេវាទៅជាដក A ហើយ N បូក1ហើយបានដកនឹង1លើ2កន្លែង N នេះយើងបដូរដូចគ្នានេះកន្លែងយើងត្រូវបដូរ2ហ្នឹងបដូរទៅជា N បូក1ដូចគ្នា N បូក1ហើយបានដក2ហើយបានដកជាមួយនឹង SN អញ្ចឹង SN អ្នកគ្រូប្រាំកញ្ចក់សិនណា SN របស់យើងគឺ4ដក AN ដក1លើ2ស្វេគុណ N ដក2ដែរចាំបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមធ្វើការគណនានេះគឺអាចទៅសេវាស្មើជាមួយនឹង4ដក AN បូក1ដក1លើ2ស្វេគុណ N ដក1ដក4បូកនឹង AN ហើយបានបូកនឹង1លើ2ស្វេគុណ N ដក2អញ្ចឹងបូកដក4អញ្ចឹងដក AN បូក1នៅអង្គទី2នេះគ្រូលើកវាអង្គទី1ណាអញ្ចឹងបាន AN បូក1ហើយបូកជាមួយនឹង AN បូក1ទៀតស្មើនឹងហើយពីនោះយើងកណនាគ្នាទៅដោយសារតែគ្រូអាចសរសេរបានដក2ស្វេគុណ N ដក1ហ្នឹងយើងអាចសរសេរបាន1លើ2ស្វេគុណ N គុណនឹង2ស្វេគុណដក1តែគឺប្រែវាជា2សិនដើម្បីបងប្អូនងាយស្រួលក្នុងការមើលហើយបានបូកជាមួយនឹង1លើ2ស្វេគុណ N គុណនឹង2ស្វេគុណ N សំដៅ2ស្វេគុណដក2បើយើងតែវាជា2ណាអញ្ចឹងអង្គទី1យើងបូកគ្នាកើតបាន 2AN បូក1ស្មើនឹងអញ្ចឹង2ស្វេគុណដក2គ្រូលើកឡើងទៅលើណាលើកឡើងទៅលើគឺយើងបដូរនៅទូរស័ព្ទទៅជា2ចែកជាមួយនឹង2ស្វេគុណ N បូកខ្នាតនេះយើងលើកវាឡើងទៅលើដូចគ្នាអញ្ចឹងបាន2ការ៉េវិញណា2ស្វេគុណ2អញ្ចឹង2ស្វេគុណ2គឺ4ហើយចែកជាមួយនឹង2ស្វេគុណ Nឬក៏យើងអាចសរសេរ 2AN បូក1ស្មើនឹងចា៎នេះយើងកណនាកើតតែសារវាផ្សេងដូចគ្នាណាអញ្ចឹងយកភាគយកដកភាគយកទៅឬក៏បូកដកភាគយកហ្នឹងអញ្ចឹង4ដក2នៅសារ2ហើយបានចែកជាមួយនឹង2ស្វេគុណ N ភាសាគោល2ដូចគ្នាអ្នកគ្រូអាចសរសេរ1លើ2ស្វេគុណ N ដក1តម្លាក់2នេះចុះមកក្រោមយល់ទេអ្នកនរគ្នាអត់យល់គឺសរសេរសម្រាប់ឡើងទេលោកយើងឆ្ងល់ណាអ្នកអាចសរសេរបាន1លើ2សេគុណ N បើគ្រូតម្លាក់2នេះចុះមកក្រោមវិញគឺបាន2ស្វេគុណដក1ដោយសារនេះគឺស្វេគុណ1អញ្ចឹងខាងក្រោមនេះគឺយើងប្រើរូបមន្ត A សេគុណ M គុណ A សេគុណ N អញ្ចឹងត្រូវយក A សេគុណ M បូក N ដោយសារតែ N យើងដកអញ្ចឹងទៅជា N ដក1អញ្ចឹងសរុបមកតម្លាក់របស់យើងគឺអ្នកគ្រូបានអ្នកគ្រូផ្លេចតួ AN មួយទៀតណាសរសេរចូលសិនណា AN នេះមួយទៀត AN ចឹងត្រូវបូកថែមជាមួយនឹង AN ចាអញ្ចឹងកតុយគឺត្រូវមាន AN គឺថែម AN ពីមុខអានេះក៏មាន AN ដែរបូកជាមួយនឹងហ្នឹងចានេះគឺបូកជាមួយនឹង AN អញ្ចឹងដូចនេះសរុបមកវិញដូចនេះយើងបាន 2AN បូក1ស្មើជាមួយនឹង AN ហើយបានបូកជាមួយនឹង1លើ2ស្វេគុណ N ដក1ដោយសារសំណួរកាយយើងកំណត់តំណែងរវាង AN បូក1និង AN ដល់ពេលសេចចូលសេឡើងទៅបាត់ AN មើលឡើងវិញភ្លេចទៅសេមែនអញ្ចឹងអ្នកនរគ្នាភ្លេចថែមនៅខាងក្រៅនេះផងអញ្ចឹងនេះគឺបានតំណែងនឹងមួយណាសម្រាប់សំណួរកតោះចូលដល់សំណួរខរបស់យើងវិញអញ្ចឹងសំណួរខគឺយើងកំណត់តួទី N នៃ switch AN ណាហាត់របស់យើងឥឡូវយើងចូលសំណួរខមួយទៀតកំណត់ការកំណត់តួទី N នៃ switch AN អញ្ចឹងកំណត់តួទី N នៃ switch AN គឺយើងប្រើតំណែងដែលយើងបានរកឃើញហើយពីសំណួរកចាយើងមានណាតាមសំណួរករបស់យើងគឺយើងមាន 2AN បូក1ស្មើនឹង AN បូកនឹង1លើ2ស្វេគុណ N ដក1ចឹងត្រង់ចំណុចនេះបើសិនជាអ្នកនរគ្នាទៅចាប់តាមធ្វើដំបូងវារៀងប្លែកហើយណាចឹងដើម្បីឲ្យចូលទម្រង់ឬក៏រូបមន្តដែលយើងអាចតាមបានអ្នកគ្រូគុណអង្គទាំងពីរណាយើងត្រូវគុណថែមគុណអង្គទាំងពីរនឹងយើងសង្កេតឃើញ AN នេះគឺចានេះតួអង្គទី2គឺជា AN ហើយនឹងអង្គទី1គឺជា AN បូក1ចឹងអ្នកគ្រូគុណវាថែមជាមួយនឹង2ស្វេគុណ N ដើម្បីចូលទម្រង់ទូទៅណាពេលដែលយើងគុណនោះបងនឹងឃើញថាវាចូលទម្រង់បែបម៉េចអញ្ចឹងពេលគឺគុណ2សេគុណ N ទៅអ្នកគ្រូអាចសរសេរ2សេគុណ N គុណនឹង2 AN បូក1ហើយស្មើនឹង2ស្វេគុណ N
n ហើយនេះគឺបុកនឹង2សេគុន n ដែរចែកជាមួយនឹង2សេគុន n ដក1គុណចឹងដោយសារតែនេះគឺកូនដូចគ្នាចឹងយើងយកនេះទៅតាម1ទៅតាមទៅនេះគាត់អាចពិសេស2សេគុន n បូក1 n បូក1ហើយបានស្មើនឹង2សេគុន n n អានេះគឺយើងអាចសម្រួល2សេគុន n នេះចោលបានណាចឹងនៅសល់តែ2សេគុនដក1ទៅយើង2សេគុនដក1គឺបាន2ណាកន្លែងហ្នឹងចាសេសញ្ញាស្មើនេះលើសបន្តិចចឹងបានបូក2នៅខាងចុងបន្តទៅទៀតយើងចាប់ផ្ដើមសង្កេតណាយើងសង្កេតឃើញចាអង្គទី1យើងគឺមាន2សេគុន n បូក1ហើយនឹង n បូក1ដូចគ្នាអង្គទី2គឺមាន2សេគុន n និង n ដូចគ្នាចឹងអ្នកក្រុមតាមណាអ្នកក្រុមតាមនេះដោយ bn បើសិនជា2សេគុន n n bn ចាំមានថា2សេគុន n បូក1 n បូក1គឺជា bn បូក1ហើយបាទនេះចឹងយើងអាចពិសេសតំណែងរបស់យើងទៅជា bn បូក1ស្មើនឹង bn បូកជាមួយនឹង2វាអាចប្រាប់គេថាយើងតាម bn ស្មើនឹង2សេគុន n គុណនឹង n ទៅចឹងទីបាន bn បូក1គឺស្មើនឹង2សេគុន n បូក1គុណនឹង n បូក1ដូចគ្នាដែរចឹងតើបងប្អូនប្រកាន់តំណែងប៉ុណ្ណេះហើយយើងសង្កេតឃើញ bn របស់យើងជា switch អីចេះថាដោយសារតែ bn បូក1ស្មើនឹង bn បូកនឹងចំនួនថេណាមួយចឹងមានថា bn របស់យើងជា switch លប៉ុនណាជា switch លប៉ុនដែល D របស់យើងគឺស្មើនឹង2ណាចំនួនថេបគឺស្មើ2អញ្ចឹងបើសិនជា bn ជា switch លប៉ុនយើងអាចរកទូទៅនៃ switch លប៉ុននឹងឃើញអត់ណាអញ្ចឹង bn របស់យើងតាមរូបមួយ switch លប៉ុនគឺត្រូវយក b 1បូកជាមួយនឹង n ដក1គុណនឹង d អញ្ចឹងបងប្អូនត្រូវរក b 1ហើយនឹង d របស់យើងណាតែ d ឥឡូវស្គាល់ហើយនៅសល់តែ b 1ទេដែលយើងត្រូវរកអញ្ចឹង b 1របស់យើងគឺយើងយកមកចំនួនក្នុងតំណែងដែលយើងបានតាំងទៅតាំងកន្លែងហ្នឹងណាយើងដឹងថាដោយ bn របស់យើងស្មើជាមួយនឹង2សេគុន n an ចឹងគ្រូទីបាន b 1ប្រកាសត្រូវស្មើ2សេគុន1គុណនឹង a 1អីចឹងយើងត្រូវរក a 1ទៀតតា a 1ស្មើនឹងអីណាចឹង a 1របស់យើងតាមសមត្ថកម្មគឺគាត់មានប្រាប់ឯណាសមត្ថកម្មគឺប្រាប់តែតំណែងនេះមួយទេចឹងយើងត្រូវយកតំណែងនេះមកប្រើដើម្បីរក a 1យើងមាន sn របស់យើងមាន sn ស្មើជាមួយនឹង4ដក a ចា4ដក a 1ហើយបាន4ដក a 1ដកនឹង1ចាយជាមួយនឹង2សេគុន n ដក1ចាសំត4ដក an ចឹងមកយើងចង់រក a 1យើងគ្រាន់តែចំនួន n ទៅជាលេខ1ទេណាអ្នកគ្រូមើលបញ្ជាក់សិន n ដក1ឬក៏ n ដក2ណាក៏ដូចកុំឲ្យខុសចឹងអ្នកគ្រូចង់រក a 1នេះគ្រូចំនួនពី n ដោយ1ទៅបើ n ស្មើ1យើងទាញបាន s1 របស់យើងគឺត្រូវស្មើ4ដកនឹង a 1ដកនឹង1លើ2ស្វេគុណ1ដក2ចាអញ្ចឹង s1 កន្លែងនេះយើងត្រូវចំណាំដែរដោយសារតែ s1 បើយើងគិតទៅគឺផលបុកមួយតួដំបូងអញ្ចឹងផលបុកមួយតួដំបូងបើយើងសរសេរគឺមកពី a1 ណាតែមកតួឯងតែបើយើងប្រើ s2 គឺត្រូវយក a1 បុកនឹង a2 ណាផលបុកពីតួដំបូងអញ្ចឹងយកទូទៅ s1 និង a1 ពីរហ្នឹងគឺត្រូវតែស្មើគ្នាណាបើស្មើគ្នាកន្លែងនេះគឺចំនួន s1 ទៅជា a1 ដូចគ្នាស្មើនឹង4ដក a1 ហើយបានបូកនឹង1លើ2ស្វេគុណដក1ហើយបងប្អូនទាំងអស់គ្នាឆ្ងល់ណាអញ្ចឹងយើងលើក a1 មកអង្គទី1មកដក a1 ទៅជាបូក a1 ណាអញ្ចឹង a1 បូក a1 យើងបាន 2a1 ស្មើនឹង4ចា2សេគុណដក1យើងលើកឡើងទៅលើបាន2ស្វេគុណ1ណា2សេគុណ1អញ្ចឹងទៅជាដកចាខុសសញ្ញាដកណាគឺដក2ណា2សេគុណ1ទៅជា2អញ្ចឹងបាន 2a1 ស្មើនឹង2ឬក៏ a1 ស្មើនឹង2លើ2អញ្ចឹងស្មើ1អញ្ចឹងយើងរក a1 ឃើញហើយយើងអាចរក b1 ឃើញដែរអញ្ចឹងដើម្បី b1 របស់យើងណាស្មើជាមួយនឹងនេះ b1 គឺជួសកន្លែងនេះ2គុណនឹង a1 គឺ1អញ្ចឹងស្មើ2រក b1 ឃើញ2ហើយយើងអាចរក bn ឃើញអត់ចាប្រកាសជាឃើញណាអញ្ចឹងគ្រូទីបាន bn របស់យើងណាប៉ុណ្ណឹងយើងសេតប្រមូលគឺបានមកពី b1 បូកនឹង n ដក1គុណនឹង d ដោយសារតែ b1 យើងឃើញ2បូកនឹង n ដក1នឹងដែរ d យើងក៏2ដែរណាពីសំណុំមកនេះ d យើងក៏2ដែរអញ្ចឹងគ្រូគុណផលិតមកបាន2បូកនឹង 2n ដក2ឬក៏ស្មើនឹង 2n ចាចុះបើសិនជា bn យើងស្គាល់អាចរក an ឃើញអត់ប្រកាសជាឃើញហើយណាយើងដឹងថាដោយម្ដងទៀតចង់ណា bn របស់យើងដោយសារគ្រូសរសេររៀងដាច់ទំព័រអញ្ចឹងគ្រូសរសេរម្ដងទៀតដើម្បីបងប្អូនទាំងគ្នានឹងយល់ bn យើងតាមគឺស្មើ2សេគុណ n គុណនឹង an អញ្ចឹង bn មិញយើងរកឃើញហើយគឺ 2n អញ្ចឹងស្មើ2សេគុណ n គុណនឹង an យើងទាញរក an មកគឺលើក2សេគុណ n មកអង្គទី1អញ្ចឹងបដូរពីគុណទៅចាយណាអញ្ចឹងគ្រូបាន 2n ចាយនឹង2សេគុណ n បានស្មើនឹង an អញ្ចឹងគ្រូបានដូចនេះណាតួទី n នៃ speed an របស់យើងគឺស្មើនឹង 2n ចាយជាមួយនឹង2សេគុណ n ហើយអញ្ចឹងថ្ងៃនេះគឺគ្រូមានវីដេអូប៉ុណ្ណឹងចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាអ្នកនរគ្នានឹងបន្តគ្រប់គ្រងវីដេអូនេះគ្រូបន្តទៀតដែរចាអរគុណជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយទៀត